បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះគឺសហគមន៍ចំកាប់កម្ពុជាបាទមកធ្វើការថតកូនកង្កាប់ឲ្យមើលបន្តិចខ្ញុំយៈបាទហ្នឹងហើយនេះជាកូនកាប់ដែលច្រើនបាទហើយយើងតិចទៀតយើងធ្វើការបំបែអាខាងនេះបាទខាងនេះព្រោះអីយើងបំបែទៅតាមវគ្គខ្នាតឲ្យវាប៉ិនគ្នាទើបបានយើងប្រកាសថាវាធំប៉ិនគ្នាហើយវាប្រកាសថាវាមិនស៊ីគ្នាអញ្ចឹងណាបាទមកតាំងនេះ 5000 បាទ 5000 ឥឡូវខ្ញុំបំបែបានប្រហែល 20000 កូនហើយនៅសល់ប្រហែលជា 2-30000 កូនទៀតបាទហើយនេះគឺខ្ញុំដាក់នៅក្នុងនេះហើយធំអីដែលខ្ញុំថតពីលើកមុនហ្នឹងគឺខ្ញុំចាប់លក់អស់ហើយបាទហើយនេះគឺជាជើងកាមេរ៉ាដែលខ្ញុំធ្វើការរៀបនិងដាក់ជើងកាមេរ៉ាថតណាបាទខ្ញុំបបែកក្រោយឲ្យបងប្អូនអរគ្នាមើលបន្តិចទៅណាបាទនេះគឺខ្ញុំអត់ទាន់បានបំបែកទេបាទកាន់តែបាទបន្តិចទៀតគឺខ្ញុំនឹងបំបែកវាបាទអានេះគឺខ្ញុំបំបែកវារួចហើយបងប្អូនអរគ្នាសួរថាបងមិនទឹករៀងឃីវម៉េះបាទទឹករៀងខៀវគឺដោយសារតែខ្ញុំដាក់ចំណីវាខ្ញុំអត់បានទាន់លាងទឹកចឹងណាបាទហើយបច្ចេកទេសនៅក្នុងការចិញ្ចឹមវាមិនពិបាកទេបើសិនយើងចេះបាទនិយាយដូចអត់បងឯងបាទយ៉ាងទៅខ្ញុំធ្វើខ្ញុំលក់ខ្ញុំដូរខ្ញុំធ្វើយូរឆ្នាំហើយប៉ុន្តែគ្រាន់ថាខ្ញុំមិនសូវនឹងបានផុសឲ្យបងប្អូនគ្នាមើលណាបាទនេះក្នុងនេះចំនួន 5000 កូនបាទដល់ពេលវាធំជើងអៀតអត់បាទជើងអៀតខ្លះបាទប៉ុន្តែខ្ញុំយកទៅដាក់នៅវាស្រែបាទអានេះយើងត្រៀមនឹងយកមកចាប់ដាក់ណាបាទវាមានវគ្គផ្នែករបស់វានៅពេលដែលយើងចាប់ដើមធ្វើបាទអូក្តៅបាទខ្ញុំមកមុនដំបូងខ្ញុំស្មានថាវាមកលប់តាដល់ពេលក្តៅបាទអានេះ 5000 ក្បាលដែរបាទ5000 10000 20000 30000 40000 50000ទាំងអស់50000 កូនបណ្ដែរយើងផលិតឲ្យបានដល់ 50000 កូនហើយខ្ញុំលក់ទៅលើទីផ្សារខ្លះហើយខ្ញុំទុកធ្វើកាប់សាច់ខ្លះបាទលក់កូនខ្លះហើយទុកធ្វើកាប់សាច់ខ្លះអានេះប៉ិនមេជើងបាទហើយបងប្អូនអរគ្នាសួរថាបច្ចេកទេសអីគេដាក់ទាំងដងផងដាក់អាស្នោខ្មៅនឹងផងបាទដាក់ធ្វើម៉េចក៏មិនវាលួងទឹកហើយណាមួយខ្ញុំវាខ្ជិលលាងទឹកបដើដោះតង់បដើអញ្ចឹងណាបាទខ្ញុំអត់ចូលចិត្តដោះតង់បាទយើងចាំរបៀបដែលស្រួលបាទខ្ជិលចូលដោះបាទហើយពេលដែលទំនេរគឺខ្ញុំមកថតឲ្យមើលចឹងឯងហើយហ្នឹងហើយខ្ញុំបែរមកវិញសិនបាទអូខេបងប្អូនអរគ្នាខ្ញុំបែរហើយនៅខាងកាណោះគឺវាស្រែបាទស្រែគេរៀងគោកដូចស្រែខ្ញុំចឹងឯងប៉ុន្តែអ្វីដែលយើងចង់បានគឺយើងចង់ដាក់នៅវាស្រែបាន 100,000 កូនហើយលើគោកនេះបាន 50000 កូនបាទហើយសំខាន់ខ្ញុំធ្វើគឺយើងធ្លាប់ឆ្លងកាត់យូរឆ្នាំហើយអញ្ចឹងទៅក៏យើងមានបទពិសោធន៍បាទច្រើនសម្រាប់នៅក្នុងការធ្វើបាទហ្នឹងហើយទៅតាមទៅការចិញ្ចឹមរបស់ខ្ញុំគឺខ្ញុំចិញ្ចឹមរយៈពេលចូល 6-7 ឆ្នាំហើយបាទគ្រាន់ថាខ្ញុំវាដែលខ្ញុំចាប់ខ្លាំងជាងគេគឺក្នុងឡុងពេល5ឆ្នាំចុងក្រោយនេះបាទគឺខ្ញុំចាប់យកមុខរបរនេះខ្លាំងទឹកម្ដាយបាទព្រោះអីមួយឆ្នាំគឺវាផ្ដល់ចំណូលឲ្យខ្ញុំគូសាំដើក្រេះក្រាន់បាទហ្នឹងហើយរហូតមកដល់ឥឡូវក៏ខ្ញុំមិនទៅបោះបង់ចោលដែរព្រោះអីមុខរបរនេះឲ្យតែយើងចេះយើងផលិតកូនបើសិនជាអ្នកនៅទំនេរផលិតកូនបានគឺយើងលក់ធ្វើជាកង្កែបបោបមានអ្នកខ្លះធ្វើកង្កែបបោបមួយថ្ងៃ 3-400 របត់ 4-500 របត់
một ngày còn ai râu ban chỉ lo phí còn là chấm nấu chấu ở toàn cách này thưa này bà chỉ nấu chấu là ai chỉ lo phí pram bằng mười rồi là đà không một ngày đó nếu khác còn ai râu ban men pram bằng mười rồi là cầm tay cách lấy cách kết thế còn ai sao sam xe sập mơn đây đó nè bà mà ngày sao mà rồi là vì ok vì cú xóm vìแต่មុននឹងគេបានប៉ុណ្ណឹងគឺគេឆ្លងកាត់បាទឧបសគ្គច្រើនណាស់បានតម្រាំនឹងបានមួយថ្ងៃ$100ហើយតម្រាំនឹងគេធ្វើបានណាបាទហ្នឹងហើយ